ជាត្រូវអូសយកទៅលក់ហើយថ្ងៃបន្ទាប់ពេលព្រឹកព្រលឹមស្រាវក្មេងប្រុសត្រូវគេបណ្ដេញចេញទៅជួស្រែដោយសារគាត់មិនព្រមស៊ីចំណីមិនយូរប៉ុន្មានក៏អស់កម្លាំងដួលទៅនឹងដីកសិករវីនឹងរំពាត់យ៉ាងខ្លាំងបណ្ដាបន្ទោសប្រពន្ធដែលនៅក្បែរនោះបណ្ដាអាណិតគោលឿងដែលពួកគេចិញ្ចឹមតាំងពីតូចក៏ស្ទុះទៅខាត់ប្តីកុំឲ្យវីទៀតគិតថាគោធំប្រហែលជាឈឺកសិករហើយក៏រត់មកមើលភ្លាមគាត់សម្រេចថាត្រូវលក់គោធំនេះភ្លាមគោធំដែលបានសន្លប់បាត់ទៅហើយនោះក៏មិនដឹងពីការសម្រេចចិត្តរបស់កសិករនោះទេគ្រាន់តែយំឥតឈប់ឈរស្អែកឡើងគេក៏ត្រូវឪពុកទាញចេញពីផ្ទះតាំងពីព្រឹកព្រលឹមមកដល់កន្លែងសម្លាប់សត្វក្នុងភូមិប៉ាងគូឃើញសត្វប្រភេទដូចខ្លួនកំពុងរងចាំគេសម្លាប់នៅចំពោះមុខទើបដឹងថាខ្លួនឯងនឹងត្រូវគេសម្លាប់យំអង្វរឪពុកកុំឲ្យលោកគេជាកូនឪពុកប៉ាងគូប៉ុន្តែក្នុងក្រសែភ្នែកឪពុកគេគ្រាន់តែជាគោធំដែលគ្មានកម្លាំងធ្វើការប៉ុណ្ណោះប៉ាងគូមិនចង់ឲ្យគេសម្លាប់បែបនេះទេរើបំរាស់ដាច់ខ្សែហើយរត់តាមឪពុកភ្លាមកសិករដែលមិនបានដឹងអ្វីសោះនោះមើលទៅគោធំដែលរត់តាមមុខយ៉ាងលឿនដោយភ្ញាក់ផ្អើលនិយាយដោយអស់សង្ឃឹមថាក៏ខ្ញុំបានលក់ឯងបាត់ហើយនិយាយចប់ភ្លាមពីក្រោយក៏លាន់ឬសូរសំឡេងស្រែករបស់ក្រុមអ្នកចាប់គោប៉ាងគូដឹងថាឪពុកមិនអាចជួយខ្លួនបានទេដូច្នេះក៏រត់គេចខ្លួនយ៉ាងលឿនបំផុតរត់យ៉ាងគំហុករត់កាត់ភូមិនៅតាមជើងភ្នំតាមដងស្ទឹងតូចដែលតែងតែឆ្លងកាត់រាល់ពេលត្រឡប់មកផ្ទះរត់ត្រង់ទៅលើចំណោតភ្នំដើម្បីរារាំងនិងគេចចេញពីការដេញតាមរបស់អ្នកភូមិប្រើកម្លាំងបុកដាំឈើធំក្បែរកូនក្តាមឲ្យដួលដើម្បីបង្កើតឧបសគ្គគោធំពោលឿងឆ្លៀតឱកាសនេះដេកលំហែនៅកន្លែងដែលខ្លួនធ្លាប់លេងកាលពីក្មេងមួយរំពេចនោះគាត់បានដឹងច្បាស់ថានៅពេលគោមួយក្បាលរវល់ពីព្រឹកដល់យប់មិនអាចធ្វើការបានទៀតទេវានឹងត្រូវគេយកទៅសម្លាប់ចំណែកឪពុកម្ដាយរបស់គាត់ល្អចំពោះគាត់ណាស់តែគាត់បែរជាចូលរៀនគេងលក់រត់សាលាស្ទើររាល់ថ្ងៃទៅវិញថែមទាំងគិតថាការខ្លាចជាគោគឺជារឿងដែលមានសុភមង្គលបំផុតនឹកឃើញត្រង់នេះគាត់ស្រក់ទឹកភ្នែកសោកស្ដាយជាពន់ពេកស្រាប់តែគាត់ឮក្រុមមនុស្សមួយក្រុមពីក្រោមភ្នំរត់សម្ដៅមករកគាត់ដូច្នេះគាត់ក៏ងើបឈរឡើងវិញហើយរត់សម្ដៅទៅកំពូលភ្នំគាត់រត់ផងសារភាពនៅការមិនពេញចិត្តកាលពីមុនផងព្រមទាំងសូមទេវតាជួយផ្ដល់ក្តីសង្ឃឹមបន្តិចបន្តួចដល់គាត់យ៉ាងណាមិញទីបំផុតគាត់អស់ផ្លូវហើយជ្រលងជ្រៅដែលមិនអាចឆ្លងកាត់បានមួយបានរារាំងគាត់អ្នកភូមិដែលនៅខាងក្រោយកាន់ដំបងនឹងខ្សែពួរគាត់ជុំវិញជាជួរឈានជើងចូលចិត្តបន្តិចម្ដងគោធំពោលឿងចេះតែថយក្រោយទីបំផុតគាត់ក៏ឲ្យជើងធ្លាក់ចូលជ្រលងជ្រៅគាត់បានភ្ញាក់ពីដំណេកភ្លាមដោយស្រែកយំយ៉ាងអស់សង្ឃឹមមើលទៅខ្លួនប្រាណរបស់ខ្លួនគាត់ដឹងថាវាគ្រាន់តែជាសុបិនប៉ុណ្ណោះក្មេងប្រុសនោះមានអារម្មណ៍ថាអ្វីទាំងអស់បានវិលត្រឡប់មកវិញក្នុងចិត្តគាត់ពិតជារីករាយខ្លាំងណាស់ចាប់តាំងពីពេលនោះមកគាត់ក៏ចាប់ផ្ដើមជួយម្ដាយធ្វើការងារផ្ទះដោយខ្លួនឯងជួយឪពុករបស់គាត់ឡើងភ្នំកាប់អុសជាមួយគ្នាសូម្បីតែលោកគ្រូក៏មិនហ៊ានជឿដែរថាកូនសិស្សដែលធ្លាប់តែងមួយគេងនោះឥឡូវនេះគាត់អាចត្រឡប់មកផ្ទះរាល់ថ្ងៃទាំងខំរៀនសូត្រដល់យប់ជ្រៅដោយភ្លេចហូបភ្លេចចុកប្រហែលជាការផ្លាស់ប្ដូររបស់គាត់គឺដូចអ្វីដែលសានម៉ាវធ្លាប់បាននិយាយថារាល់ថ្ងៃដែលអ្នករស់នៅសុទ្ធតែជាថ្ងៃពិសេស